ก็ធ្វើវាអត់ចេញពីបេះដូងរបស់យើងហើយអង្គខ្វល់ពីរឿងខាងដើមមានអក្សរអីគេដល់ពេលដែលយើងរួចយើងលើកឡើងធ្វើបន្តទៀតអូខេជំរាបសួរខ្ញុំឈ្មោះវុធាខ្ញុំជាសិល្បករមកពីខេត្តបាត់ដំបងបងនៅថ្ងៃតាំងពីព្រោះថ្ងៃហ្នឹងមានអារម្មណ៍យ៉ាងណាដែរសម្រាប់ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តតែមិនមែនតែខ្ញុំទេសូម្បីសិល្បករ7នាក់ទៀតក៏សប្បាយចិត្តដែរទាំងអស់គ្នា7នាក់ហ្នឹងហើយហើយដោយសារយើងឃើញមានការគ្រប់គ្រងច្រើនពីភ្ញៀវបរទេសនិងភ្ញៀវខ្មែររបស់យើងមកច្រើនមែនទែនថ្ងៃនេះចាបងបងអាចជំរាបបន្ថែមបន្តិចបានទេតាក់ទងនៅថ្ងៃហ្នឹងបងយកកនូប្រហែលទាំងយកមកដាក់តាក់ដែរដើម្បីគួបទី7ឆ្នាំរបស់ Rise Gallery ដល់សៀមរាបហ្នឹងយើងមានកនូចំនួន7ផ្ទាំងចឹងមានចំនួន7ផ្ទាំងក្នុងម្នាក់សិល្បករម្នាក់មានចំនួន7ផ្ទាំងដូច្នេះ7នាក់វា49ផ្ទាំងហើយច្រើនជាងនឹងទៀតហ្នឹងហើយចាបងឮថាបងបាននៅក្នុងថ្ងៃបើកកម្មវិធីហ្នឹងគឺបងបានលក់បានដាច់មួយផ្ទាំងហើយមួយផ្ទាំងហ្នឹងគឺជាមួយផ្ទាំងនៅខាងក្រោយហ្នឹងហ្មងមែនទេបងមានអត្ថន័យយ៉ាងណាដែរបងការងារទាំងនេះយើងបានធ្វើការងារមួយទៅទៅជាមួយនឹងបានលក់ដាច់ហ្នឹងគឺអរគុណច្រើនដែលអ្នកបានគ្រប់គ្រងស្នាដៃសិល្បៈអញ្ចឹងណាយើងហើយក្នុងទាំងនេះទាំងអស់គ្នានិយាយទៅក្នុងសេរីទាំងអស់នេះក៏យើងនិយាយអំពីជំនឿដែលពោពេញដោយវិជ្ជមានអញ្ចឹងខ្ញុំគិតគូរក្នុងទាំងនេះយើងនិយាយពីសត្វខ្លាដែលសត្វដែលមានអំណាចតែនិយាយពីឋានៈក្នុងបុណ្យស័ក្តិដើម្បីការពារនៃដែលហើយយើងមានឋានៈបុណ្យស័ក្តិខ្ពស់ហើយនឹងមានសុវត្ថិភាពហ្នឹងឯងនឹងសេរីខ្ពស់ហ្នឹងឯងចាបងក្នុងនាមបងគឺជាលោកគ្រូម្នាក់ហើយក៏ជា co-founder របស់FAពលិសិល្បៈដែរបងមានជាសារអីសម្រាប់លើកទឹកចិត្តទៅដល់ក្មេងជំនាន់ក្រោយក្នុងការចាប់ផ្ដើមអាជីពជាសិល្បករបងអូខេអរគុណច្រើនវាជាសំណួរដែលល្អមែនទេដែលគួរចាប់អារម្មណ៍គឺយើងគិតថាបើសិនជាយើងឆ្លៃអាជីពសិល្បៈឬមួយក៏ការងារសិល្បៈនឹងថាការងារអ្វីមួយទេប៉ុន្តែយើងទាំងអស់គ្នាត្រូវគិតថាតើធ្វើវាអត់ចេញពីបេះដូងរបស់យើងហើយអង្គខ្វល់ពីរឿងខាងដើមមានអក្សរអីគេដល់ពេលដែលយើងរួចយើងលើកឡើងធ្វើបន្តទៀតដល់ចិត្តស្រឡាញ់ហ្នឹងហើយ